laptop នៅក្នុងដៃខ្ញុំនេះតែជាជំរើសទី1ជានិច្ចរាល់ពេលដែលមានបងប្អូនយើងត្រូវការទិញ laptop មួយធ្វើបានច្រើនយ៉ាងតាំងពីការលេង game ការកម្សាន្តការកាត់វីដេអូក៏ដូចជាការមើលរឿងជាដើមដោយសារតែ premium laptop នេះវាមានកម្លាំងខ្លាំងកម្រិត desktop ជាមួយនឹងអេក្រង់ល្អដែលយើងអាចធ្វើការងារកម្រិត professional បាននៅក្នុងទូខ្លួនដែលស្ដើងស្រាលស្អាតងាយស្រួលយកចេញក្រៅចឹងថ្ងៃនេះខ្ញុំនឹងយក OG ZBrush G16 ឆ្នាំ2026នេះមកតេស្តក្នុងការងារកាត់វីដេអូលេង game ក៏ដូចជាលក្ខខណ្ឌប្រើប្រាស់ទូទៅមួយចំនួនដើម្បីឲ្យបងប្អូនដឹងពីកម្លាំងម៉ាស៊ីនល្បឿនថាមពលថ្មក៏ដូចជាកម្រិតកម្ដៅរបស់វាងាយស្រួលក្នុងការសម្រេចចិត្តថាតើវាស័ក្តិសមជាមួយនឹងការប្រើប្រាស់របស់បងប្អូនដែរឬទេប៉ុន្តែមុននឹងបង្ហាញក៏ដូចជាធ្វើតេស្តសាកល្បងពីសមត្ថភាពរបស់វាខ្ញុំសូមរៀបរាប់ប្រាប់បងប្អូនពី spec របស់ laptop នេះបន្តិចសិន configuration របស់ OG ZBrush G16 ឆ្នាំ2026ដែលខ្ញុំកំពុងប្រើនេះបំពាក់មកជាមួយនឹង CPU Intel Core Ultra 9 386H ភ្ជាប់មកជាមួយនឹង Intel AI Boost NPU 50 TOP CPU ប្រភេទ NVIDIA RTX 57 Ti ដែលអាចទាញថាមពលបានខ្ពស់បំផុតរហូតដល់ 140W TGP សម្រាប់ករណីលេង game ដែលត្រូវការថាមពលខ្លាំងឬក៏ការងារកាត់វីដេអូធំៗផ្សេងៗជាមួយនឹង RAM 32GB LPDDR5X 8533ជាប្រភេទ RAM ដែលមានល្បឿនលឿនហើយកម្លាំងម៉ាស៊ីននេះក៏អមមកជាមួយនឹងប្រព័ន្ធបន្សាបកម្ដៅ ROG Intelligent Cooling ដែលប្រើប្រាស់ liquid metal ចម្លងកម្ដៅបានល្អជំនួសឲ្យ thermal paste ដែលយើងតែងតែឃើញប្រើនៅលើកុំព្យូទ័រទូទៅជាមួយនឹង vapor chamber ដែលប្រើកង្ហារចំនួន3មិនតោងធូលីចំណែកអេក្រង់ ROG Nebula HDR display នេះមានទំហំ 16 inch resolution 2.5K ជាប្រភេទ OLED ដែលមាន refresh rate 240Hz ដែលឆ្នាំនេះ ASUS បានដំឡើង peak brightness បានរហូតដល់ 1100 nits ដែលធ្វើឲ្យអេក្រង់នេះងាយស្រួលប្រើនៅក្រៅផងនិងការទស្សនាមាតិកា HDR ល្អជាងមុនផងនិយាយរួមទៅអេក្រង់នេះគឺយើងបានទាំង refresh rate សម្រាប់ការលេង game ទាំង color ល្អសម្រាប់ការងារ professional ដូចជាការកែ color grade video ជាដើមចឹងឥឡូវមុនដំបូងយើងយក laptop មួយនេះទៅតេស្តក្នុងការងារកាត់វីដេអូជាមុនសិនដែលយើងប្រើកម្មវិធី DaVinci Resolve ហើយខ្ញុំមាន project មួយដែលជា project មែនទែនខ្ញុំធ្វើឲ្យ client តែម្ដងនៅក្នុងវីដេអូទាំងមូលហ្នឹងគឺមាន footage ដែលយើងថតចេញពីកាមេរ៉ាកម្រិតអាជីពចេញពី action cam ក៏ដូចជាចេញពី drone ហើយទាំងអស់គឺយើងថតក្នុងកម្រិត 4K 10bit ហើយ footage ទាំងអស់ហ្នឹងគឺខ្ញុំយកទៅចាក់ color ជាមួយនឹង effect film look creator ដែលមាននៅក្នុង DaVinci Resolve ហ្នឹងខ្ញុំចាក់ color ជាលក្ខណៈ film ផងខ្ញុំដាក់ halation ផងដាក់ grain ផងចឹងវារៀងតឹងម៉ាស៊ីនគួរសមដែរហើយខ្ញុំគិតថា content creator ភាគច្រើន scenario ប៉ុណ្នេះគឺគ្រប់គ្រាន់ហើយសម្រាប់ពួកគាត់ចឹងមុនចាប់ដើមតេស្តខ្ញុំចង់បញ្ជាក់តិចដែរឥឡូវនេះគឺខ្ញុំដកឆ្នាំងសាកចេញថាមពលថ្មនៅ 96% ហើយអេក្រង់យើងបើកពន្លឺ 50% ហើយម៉ោងឥឡូវនេះគឺ 4 កន្លះហើយចឹងយើងចាប់មើលថាតើបន្ទាប់ពីតេស្តប៉ុណ្ណឹងជាមួយនឹងការ render ឬក៏ playback អីហើយថ្មវាស្រកសល់ប៉ុន្មានចឹងឥឡូវមុនដំបូងយើងមកមើលពីគុណភាព playback នៅលើ timeline សិនចឹងយើងបើកគុណភាពយើងដាក់ timeline playback នេះគឺយើងដាក់ full តែម្ដងហើយយើងចាប់ដើម play មើល frame rate គឺ 29.97 ពេញតែម្ដងបងប្អូនអរគ្នាពណ៌បៃតងអត់មានធ្លាក់ frame ទេអញ្ចឹងសូម្បីតែពេលដែលវាឆ្លងពី footage កាមេរ៉ាមក action cam ក៏វាដើរ smooth ដែរអត់មានតាក់ទេឥឡូវយើងសាកល្បង scrap នៅលើ timeline នឹងអូសចុះអូសឡើងថាតើវា smooth អត់សម្រាប់ខ្ញុំប៉ុណ្ណេះគឺ smooth ហើយបងប្អូនចឹងខ្ញុំនឹងទៅមើលកន្លែងដែលមាន footage ច្រើនជាមួយនឹងអក្សរហើយនឹងអាចថាវាឆ្លាស់ជាមួយនឹងប្លង់ដ្រូនណាចឹងកន្លែងនេះវាឆ្លាស់ចុះឆ្លាស់ឡើងច្រើននិយាយទៅគឺកន្លែង frame rate នេះគឺនៅបៃតងរហូតតែម្ដងអត់មានល្អល្អទេឥឡូវចូលមកតេស្តទី2គឺយើងដាក់ stabilization ចង់ដឹងថាតើ clip នេះប្រវែង30វិនាទីចំណាយពេលក្នុងការបើក effect stabilization នេះប្រមាណចឹងយើងចុច stabilize 1 2 3 wow លឿនមែនតើខ្ទង់ប្រហែលជា5ទៅ6វិនាទីតែប៉ុណ្ណោះបងប្អូនតោះចឹងឥឡូវយើងតេស្តមួយទៀតគឺយើងធ្វើ magic mask ទៅលើតួអង្គរបស់យើងថាតើវាចំណាយពេលប្រមាណចឹង clip នេះមានប្រវែង10វិនាទីយើងចូលមក color page មកចឹងយើងបង្កើត note ថ្មីមួយចូលមក magic mask នេះអានេះវាប្រើ AI NPU អ្នកនរគ្នាដាក់កន្លែងនេះ better select លើ subject តោះមកយើងឲ្យវា tracking ពេញមក clip ហ្នឹងតែម្ដង10វិនាទីចាំមើលវាចំណាយពេលប៉ុន្មានខ្ទង់30វិនាទីបងប្អូនលឿនមែនតើឥឡូវយើងចូលមកដល់ render test ម្ដងអញ្ចឹងខ្ញុំ export ក្នុងទំហំ 4K bitrate 54 MB អញ្ចឹង file ចុងក្រោយខ្ទង់1 G កន្លះអញ្ចឹងយើងចុច render វ៉ាវ estimate ខ្ទង់ប្រហែលជា2នាទីអ្នកនរគ្នាចាំមើលជាក់ស្ដែងនៅផ្នែកខាងលើនេះវារៀងក្តៅតិចតិចប៉ុន្តែបើនិយាយពីចល័យកង្ហារវិញគឺស្ងាត់ឈឹងតែម្ដងអត់មានលឺកង្ហារវិលទេបងប្អូនអូចំនួននេះវា manage កម្ដៅបានល្អខ្លាំងណាស់ស្ងាត់ឈឹង
ចំណាយពេល1នាទី39វិនាទីហូវីដេអូនេះប្រវែងវាសរុបជិត4នាទី 3.51 វិនាទីហើយយើង render អស់តែ1នាទី39វិនាទីទេហើយកុំព្យូទ័រអត់មានឡើងវិលកង្ហាលទេកម្ដៅគឺមានក្ដៅតិចតិចនៅផ្នែកខាងលើនេះដែលកន្លែងដែលខ្ញុំស្ទាបហ្នឹងបងប្អូនប៉ុន្តែពីត្រឹមនេះចុះមកគឺអត់មានទេតិចបាតក្រោមតិចតិចអ៊ុនអ៊ុនអញ្ចឹងបន្ទាប់ពីយើងធ្វើតេស្តអស់ខ្ទង់ប្រហែលជា20នាទីមក render ផង playback ផងថ្មនៅសល់ 87% អូធ្លាក់មក86អញ្ចឹងអស់ 10% ទេឥឡូវយើងតេស្តជាមួយនឹងការលេងហ្គេមម្ដងយើងបើក Nagara Blade Point ចឹងឥឡូវនេះខ្ញុំបើក resolution មកកប់តែម្ដង frame rate យើងដាក់ unlimited ហើយខាងក្រោមយើងបើក Nvidia DLSS តោះមកកន្លែង graphic នេះគឺយើងយក highest តែម្ដងចឹងនៅក្នុង game ផ្ទាល់តែម្ដងគឺយើងទទួលបានខ្ទង់107 108 fps អាចថាឡើងចុះតិចតួចចឹងបងប្អូនទៅតាមពេលដែលយើងវាយគ្នាឬក៏កន្លែងដែលមាន animation ច្រើនចឹងយើងឃើញថា GPU គឺប្រើពេញ 100% វាឡើងកម្ដៅ 70 អង្សាសេហើយ CV RAM អស់ 7G បន្តិចចំពោះ CPU វិញប្រើខ្ទង់ប្រហែលជា 50% ហើយកង្ហារគឺវិលតិចតិចទេឬសំឡេងតិចតិចមែនតើចឹងខ្ញុំដាក់សំឡេងកង្ហារឲ្យបងប្អូនស្ដាប់អានេះខ្ញុំដាក់ microphone ទៅជិតកន្លែងចេញខ្យល់ហ្មងសម្រាប់រូបរាងខាងក្រៅគេនៅរក្សាការ design របស់ ZBrush G16 ឆ្នាំមុនដដែលដែលតួខ្លួនរបស់វាត្រូវបានផលិតពី aluminum មានកម្រាស់ត្រឹមតែ 1.49 cm និងទម្ងន់ 1.85 kg តែប៉ុណ្ណោះ keyboard មានជម្រៅចុចជ្រៅល្មមនិងសំឡេងស្ងាត់ល្អអមដោយភ្លើង single zone RGB ពីក្រោមហើយ trackpad វិញគឺធំទូលាយរលូននិងស្រួលប្រើមែនទែនសឹងថាយើងកាត់វីដេអូនៅក្រៅមិនបាច់ចាំប្រើម៉ៅក៏បានដែរនិយាយរួមទៅគឺរូបរាងខាងក្រៅអត់សូវជាខុសគ្នាពីជំនាន់មុនបានទេបងប្អូនទាំងអស់គ្នាសូម្បីតែ stereo speaker របស់វាហ្នឹងក៏ដូចគ្នាទៅនឹងជំនាន់មុនដែរប៉ុន្តែគុណភាព stereo speaker នេះបងប្អូនទាំងអស់គ្នាគឺមិនបាច់ upgrade ក៏បានដែរប៉ុណ្ណេះគឺវាកប់បាត់ហើយThe strength of the ancestors is here. ចំពោះតំណភ្ជាប់យើងទទួលបានរុន HDMI 2.1 USB 3.2 Gen 2 Type A Thunderbolt 4 ជាប្រភេទ Type C ដែលដើរតួជា Display Port 2.1 និង Power Delivery 3.0 រុន Audio Combo 3.5 mm USB 3.2 Gen 2 ជាប្រភេទ Type C ដែលដើរតួជា Display Port 2.1 និង Power Delivery 3.0 មួយទៀត USB 3.2 Gen 2 ជាប្រភេទ Type A និងចុងក្រោយ Full Size SD Card Reader មួយ I/O port ប៉ុណ្ណេះខ្ញុំគិតថាវាគ្រប់គ្រាន់បាត់ហើយបងប្អូនទាំងអស់គ្នាសម្រាប់ការងារប្រចាំថ្ងៃហើយយើងក៏ទទួលបាន Wi-Fi 7 មកដែរចឹងសម្រាប់បងប្អូនដែលធ្វើការជាមួយនឹង NAS ឬក៏ផ្ទុកទិន្នន័យនៅលើប្រព័ន្ធ network ឬក៏ cloud ច្រើន Wi-Fi 7 នេះវាជួយសម្រួលការងារយើងបានច្រើនមែនទែនតាមពិតទៅបើយើងនិយាយអំពី component របស់ laptop ក្រុមហ៊ុនណាក៏គេអាចដាក់ spec ប៉ុណ្ណឹងបានដែរបងប្អូនទាំងអស់គ្នាប៉ុន្តែមានចំណុចមួយចំនួនដែលធ្វើឲ្យ ROG ZBrush G16 ឆ្នាំ2026នេះវាមានលក្ខណៈលេចធ្លោគឺទៅលើការរចនារូបរាងបានស្ដើងស្រាលនិងស្អាតល្អ GPU គេអាចបើកកម្លាំងបានរហូតដល់ 140W ហើយអេក្រង់ ROG Nebula HDR 240Hz និងប្រព័ន្ធបន្សាបកម្ដៅ ROG Intelligent Cooling របស់វានឹងតែម្ដងហើយបើសួរខ្ញុំថាតើ laptop មួយនេះវាស័ក្តិសមសម្រាប់អ្នកណាទី1គឺស្ថិតនៅលើខ្ទង់ចំណាយសិនបងប្អូនគឺសម្រាប់បងប្អូនដែលចង់ចំណាយខ្ទង់ប្រហែលជា$3000ដោយសារតែ laptop នេះគឺតម្លៃរបស់វា$3449ទី2គឺសម្រាប់បងប្អូនដែលត្រូវការ laptop តែមួយទេប៉ុន្តែធ្វើបានគ្រប់យ៉ាងតែម្ដងហើយយើងប្រើលក្ខណៈយូរអង្វែងអាចថាពេលថ្ងៃយើងគូប្លង់កាត់វីដេអូឬក៏យើងធ្វើការប្រចាំថ្ងៃរបស់យើងចឹងទៅហើយល្ងាចឡើងឬក៏ពេលយប់ហ្នឹងយើងកំសាន្តជាមួយនឹងការលេងហ្គេមឬក៏មើលមាតិកាផ្សេងៗហើយអាចថាចុងសប្តាហ៍យើងយក laptop ចេញទៅក្រៅធ្វើការឬក៏លេងហ្គេមជួបជុំមិត្តភ័ក្តិអីចឹងគឺ laptop មួយនេះត្រូវជាមួយបងប្អូនហើយប៉ុន្តែទោះយ៉ាងណាក៏ដោយបងប្អូនទាំងអស់គ្នាវាគឺជាការល្អបើសិនជាបងប្អូនទៅមើលផ្ទាល់ជាក់ស្ដែងសិននៅឯ ASUS Exclusive Store ឬក៏តាមបណ្ដាហាងកុំព្យូទ័រនានាដែលជាដៃគូសហការផ្លូវការរបស់ ASUS ហើយមួយទៀតកុំភ្លេចស្វែងរកផលិតផលផ្លូវការដែលមានការធានាពីក្រុមហ៊ុន ASUS ដែលមានបិទតែមដោយបងប្អូនឃើញនៅលើអេក្រង់នេះអញ្ចឹងសម្រាប់វីដេអូថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនយល់យ៉ាងណាដែរចំពោះ ROG ZBrush ឆ្នាំ2026នេះសូមចែករំលែកមតិយោបល់របស់បងប្អូននៅក្នុង comment ខាងក្រោមមកខ្ញុំបាននឹងផងហើយយើងនឹងជួបគ្នាវីដេអូក្រោយបាយបាយ